ស្ដាប់ជាទីគោរពព័ត៌មានជាដំបូងនេះគឺយើងចាប់អារម្មណ៍ទៅលើលោកផៃស៊ីផានថាមិនលើកលែងទោសអ្នកដែលប្រមាថសពលោកសុកអានបានទេអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានថាមិនអាចលើកលែងទោសចំពោះបរិសុទ្ធឈ្មោះហៃវ៉ាណាដែលប្រមាថសពលោកសុកអានទេបើទោះបីជាបរិសុទ្ធនោះសរសេរលិខិតសុំទោសជាសាធារណៈទទួលនៅកំហុសរបស់ខ្លួនក៏ដោយសេងបារាំងរាយការណ៍ព័ត៌មានក្រោយពីអ្នកនាំពាក្យរាជរដ្ឋាភិបាលលោកផៃស៊ីផានប្រមានចាត់ការទៅតាមផ្លូវច្បាប់ទៅលើបរិសុទ្ធម្នាក់ឈ្មោះហៃវ៉ាណាដែលប្រមាថចំពោះសពលោកសុកអានមិនទាន់បានប៉ុន្មានថ្ងៃផងបរិសុទ្ធរូបនោះក៏បានសរសេរលិខិតសុំទោសជាសាធារណៈចំពោះក្រុមគ្រួសារនៃសពនិងរាជរដ្ឋាភិបាលកម្ពុជាប៉ុន្តែបើទោះជាបែបនេះលោកផៃស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ប្រាប់វិទ្យុវីយ៉ូថារឿងនេះទុកឲ្យតុលាការជាអ្នកសម្រេចទៅតាមផ្លូវច្បាប់ចុះពីព្រោះថាលោកបានសម្រេចចិត្តប្តឹងនឹងឲ្យមេធាវីរៀបចំពាក្យបណ្ដឹងដាក់ទៅតុលាការនៅពេលខាងមុខនេះហើយលោកផៃស៊ីផានបន្តថាការសុំទោសរបស់ឈ្មោះហៃវ៉ាណាមិនស្ថិតនៅក្នុងក្រឹត្យក្រមនៃប្រព័ន្ធយុតិធធម៌ទេការសុំទោសនេះមិនមែនស្ថិតនៅក្នុងក្រឹត្យក្រមនៃប្រព័ន្ធយុតិធធម៌ទេគឺអត់មានទេសម្បត្តិអីតែបុគ្គលនឹងស្ថិតនៅជាជនសង្ស័យឡើយគេត្រូវតែទទួលបានផលប្រយោជន៍ការពាររដ្ឋបាលហើយអានេះតែចាំមើលឃើញហើយទីយើងទុកឲ្យតុលាការអ្នកសម្រេចថាគាត់មានទោសឬក៏អត់ប៉ុណ្ណឹងសូមជម្រាបជូនថាកាលពីថ្ងៃទី18មីនាឆ្នាំ2017អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ឈ្មោះវណ្ណាហៃបានសរសេរប្រមាថសពលោកសុកអានជាភាសាបរទេសថា Rich and Hell ដែលមានន័យជាការដាក់បណ្ដាសាលោកសុកអានឲ្យចុះនរកភ្លាមលោកផៃស៊ីផានបានប្រតិកម្មយ៉ាងខ្លាំងដោយអះអាងថាចប់បុណ្យសពលោកសុកអានរួចរាល់លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះវណ្ណាហៃដែលបានប្រមាថចំពោះសពលោកសុកអានបែបនេះយ៉ាងណាក៏ដោយក្នុងលិខិតសុំទោសជាសាធារណៈរបស់ឈ្មោះហៃវ៉ាណាបានសរសេររៀបរាប់ថាខ្លួនពិតជាមានការសោកស្ដាយដែលបានសរសេរលើសលួសចំពោះសពលោកសុកអានព្រមទាំងក្រុមគ្រួសារសពនិងរាជរដ្ឋាភិបាលកម្ពុជាផងដែរបន្ថែមពីលើនេះបុរសឈ្មោះហៃវ៉ាណាក៏បានសម្ដែងការរំលែកទុក្ខជាមួយក្រុមគ្រួសារសពនិងរាជរដ្ឋាភិបាលកម្ពុជាផងដែរព័ត៌មានជាចុងក្រោយនេះគឺអភិបាលក្រុងបកស្រាយពីបំណងដកទូ ATM ក្រោយការរិះគន់យ៉ាងចាស់ដៃពីសាធារណជនក្រោយសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយពីប្រសាសន៍លោកអភិបាលក្រុងនៅបំណងចង់លុបបំបាត់ទូ ATM ទូទាំងប្រទេសដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពភេរវកម្មក៏ដូចជាបញ្ហាអសន្តិសុខជាដើមនោះត្រូវបានសាធារណជនរិះគន់យ៉ាងចាស់ដៃក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយការរិះគន់ស្លាក្រុងក៏បានចេញមកបកស្រាយពីចេតនាដែលខ្លួនបានលើកឡើងផងដែររីកាព័ត៌មាននេះជូនដោយចេនសុជាតាទូបាក់លុយ ATM តាមទីសាធារណៈទាំងអស់របស់ធនាគារឯកជននឹងប្រឈមនឹងការលុបបំបាត់ទាំងស្រុងដោយសារតែមិនមានអ្នកការពារនិងថែរក្សាឲ្យមានសុវត្ថិភាពបណ្ដាលឲ្យមានបទល្មើសបង្កអសន្តិសុខដល់សង្គមនេះគឺជាសម្ដីរបស់លោកអភិបាលក្រុងដែលត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយក្រោយពីបញ្ចប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដើម្បីពិភាក្សាស្ដីពីវិធានការបង្ការទប់ស្កាត់សកម្មភាពភេរវកម្មនិងពិនិត្យលើការងារអនុវត្តភូមិសង្កាត់មានសុវត្ថិភាពនៅថ្ងៃទី20ខែមិនិនាកន្លងទៅនេះជុំវិញការលើកឡើងនេះក៏មានការប្រតិកម្មយ៉ាងច្រើនពីសំណាក់សាធារណមតិជាពិសេសលើបណ្ដាញសង្គមលោកឆៃសុផលអ្នកកាសែតជើងចាស់មួយរូបបានលើកឡើងតាមបណ្ដាញផ្សព្វផ្សាយសង្គមដោយមិនពេញចិត្តនឹងអ្វីដែលលោកអភិបាលក្រុងបានលើកឡើងនោះទេមិនតែប៉ុណ្ណោះលោកក៏បានចំអកលើគម្រោងវិធានការនេះទៀតផងចំណែកលោកសនជ័យនាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាក៏បានចូលរួមរិះគន់ផងដែរដោយលោកបានលើកឡើងជំទាស់នឹងគំនិតរបស់លោកប៉ាសុជីតវង្សលោកសនជ័យអះអាងថាលោកមើលមិនឃើញពីភាពអវិជ្ជមានរបស់ទូ ATM ដែលអាចបណ្ដាលឲ្យមានភាពអសន្តិសុខដល់សង្គមនោះទេកត្តាដែលនាំឲ្យមានបញ្ហាអសន្តិសុខបណ្ដាលមកពីរឿងផ្សេងទៅវិញទេដូចជាបញ្ហាអសកម្មរបស់កងសន្តិសុខនិងការបណ្ដាលឲ្យមានការលេងល្បែងស៊ីសងគ្រប់រូបភាពនិងបញ្ហាគ្រឿងញៀនយ៉ាងអនាធិបតេយ្យជាដើមសម្រាប់លោកខងវិទូប្រធានអ្នកវិភាគវ័យក្មេងបានលើកឡើងថាទូ ATM ក៏ជាផ្នែកមួយដែលបង្កនៅភាពអសន្តិសុខដល់សង្គមលោកថាទូ ATM សាធារណៈមិនមានសុវត្ថិភាពនោះទេប្រសិនបើពុំមានសន្តិសុខការពារត្រឹមត្រូវព្រោះអាចមានករណីប្លន់ជាយថាហេតុក៏ប៉ុន្តែយ៉ាងណាក្តីលោកមិនបានយល់ស្របនឹងអ្វីដែលលោកប៉ាសុជីតវង្សលើកឡើងនោះទេព្រោះថាការលុបបំបាត់ទូ ATM នឹងមានបញ្ហាប្រឈមជាច្រើននៅថ្ងៃខាងមុខ
ឆ្លើយតបនឹងមតិរិះគន់ខាងលើលោកមេតមាសភក្តីអ្នកនាំពាក្យសាលាក្រុងភ្នំពេញបានចេញមុខបកស្រាយតំណាងឲ្យលោកអភិបាលក្រុងថាអ្វីដែលលោកអភិបាលបានលើកឡើងមិនដូចអ្វីដែលបណ្ដាញសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេលោកអះអាងថាជាចេតនារបស់លោកប៉ាសុជីតវង្សគ្រាន់តែចង់ដាស់ស្មារតីឲ្យគ្រប់ម្ចាស់ទូ ATM តាមទីសាធារណៈទាំងអស់យកចិត្តទុកដាក់ឲ្យបានខ្ពស់លើបញ្ហាសន្តិសុខសុវត្ថិភាពក្រៅតែពីការគិតគូរពីបញ្ហាសេដ្ឋកិច្ចឬក៏ផលចំណេញរបស់អាជីវកម្មរបស់ខ្លួនការលើកឡើងរបស់លោកប៉ាសុជីតវង្សក្រោយពីប៉ុន្មានថ្ងៃមុននេះមានករណីបំផ្ទុះទូ ATM មួយកន្លែងស្ថិតនៅខាងមុខមន្ទីរពេទ្យកុមារជាតិតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីដែលបណ្ដាលឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រីជាការគូកត់សម្គាល់ផងដែរកាលពីពេលកន្លងទៅនេះលោកប៉ាសុជីតវង្សក៏ត្រូវបានសាធារណជនរិះគន់យ៉ាងច្រើនជុំវិញគម្រោងបិទការនាំចូលរថយន្តជជុះក្នុងគោលបំណងចង់កាត់បន្ថយនៅបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញយ៉ាងណាក្តីពាក់ព័ន្ធទៅនឹងការបង្ការនិងទប់ស្កាត់នៅបញ្ហាអសន្តិសុខសង្គមអ្នកវិភាគបានបង្ហាញនៅយន្តការ3ចំណុចដូចតទៅនេះទី1ត្រូវចូលរួមអនុវត្តនៅយុទ្ធនាការរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការជួញដូរឬក៏ចែកចាយគ្រឿងញៀនទី2ត្រូវអនុវត្តនឹងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទី3ត្រូវបង្កើនការត្រួតពិនិត្យនិងឆែកឆេរអាវុធឡើងវិញដើម្បីធានាថាអាវុធត្រូវបានគ្រប់គ្រងយ៉ាងម៉ត់ចត់ពីកម្លាំងមានសមត្ថកិច្ចលោកផៃស៊ីផាអ្នកនាំពាក្យរដ្ឋាភិបាលបានហៅការបែកធ្លាយពាក្យចចាមអារាមពីការផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រី4រូបនៅក្រៅមរណភាពរបស់លោកសុកអានថាជាចេតនាញុះញង់បំបែកគណៈបកប្រជាជនកម្ពុជានិងដាក់សម្ពាធលើប្រមុខរដ្ឋាភិបាលលោកហ៊ុនសែនរដ្ឋក្រសួងប្រៃសណីនិងទូរគមនាគមន៍បានបញ្ជាក់ជាថ្មីថាក្រសួងប្រៃសណីពុំបានបញ្ជាឲ្យក្រុមហ៊ុនទូរស័ព្ទបញ្ឈប់គម្រោងប្តូរលុយរបស់ខ្លួនត្រឹមខែមីនានេះទេនេះបើតាមលោកអឹមវុធាដែលជាអ្នកនាំពាក្យនាយកទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃសណីដែលបានប្រាប់វិទ្យុវីយ៉ូលោកអឹមវុធាបានបញ្ជាក់ថាក្រសួងប្រៃសណីគ្រាន់តែជាអ្នកសម្របសម្រួលឲ្យក្រុមហ៊ុនទូរស័ព្ទប៉ុណ្ណោះព្រោះក្រុមហ៊ុនទូរស័ព្ទចំនួន2បានប្តឹងមកក្រសួងដើម្បីសម្រួលការប្រកួតប្រជែងប្តូរលុយនេះហើយជំវិញព័ត៌មាននេះនឹងមានលម្អិតបន្ថែមនៅក្នុងកិច្ចសម្ភាសន៍រវាងគុណសម្បូរនិងលោកអឹមវុធាដែលជាអ្នកនាំពាក្យនាយកទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃសណីនាពេលបន្តិចទៀតចង់ដឹងពីព្រឹត្តិការណ៍ពិតនិងលម្អិតគ្រប់រឿងរ៉ាវស្ដាប់វិទ្យុវីយ៉ូ FMនិយាយអំពីគណៈបកដែលមានសិទ្ធិទិញម៉ោងផ្សាយតាមវិទ្យុនិងទូរទស្សន៍វិញម្ដងជាការលើកឡើងរបស់ខាងកោជបក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី4ខែមិថុនាខាងមុខនេះកោជបបានអនុញ្ញាតឲ្យគណៈបកណាដែលមានលុយអាចទិញម៉ោងផ្សាយនៅតាមវិទ្យុនិងទូរទស្សន៍ឯកជនតែបើស្ថានីយ៍ផ្សាយរបស់ឯកជននោះជួលឬមិនជួលឲ្យជារឿងរបស់គេហើយកោជបមិនលូកដៃនោះទេព័ត៌មាននេះមានសេចក្តីរាយការណ៍ជូនបន្ថែមពីខាត់សុធីបើតាមលោកហងពុធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថាខាងកោជបនឹងរៀបចំនៅកម្មវិធីដំឡាភិបអញ្ជើញគណៈបកនយោបាយចូលរួមផ្ទាល់អត្ថាធិប្បាយពីគោលនយោបាយរបស់ខ្លួននៅពេលជាប់ឆ្នោតថាតើមានគោលការណ៍យ៉ាងណាហើយកោជបផ្ដល់ឲ្យគាត់15នាទីសម្រាប់ផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនប៉ុន្តែលោកថាបើគណៈបកណាមានលុយអាចជួលម៉ោងផ្សាយនៅតាមវិទ្យុឬទូរទស្សន៍ឲ្យផ្សាយពីគោលនយោបាយរបស់ខ្លួនដោយផ្អែកលើលក្ខខណ្ឌផ្ទាល់ជាមួយវិទ្យុនិងទូរទស្សន៍នោះតែបើស្ថាប័នផ្សព្វផ្សាយរបស់ឯកជននោះជួលឬមិនជួលឲ្យជារឿងរបស់គេដែលកោជបមិនលូកដៃទេកាលពីថ្ងៃទី18មីនាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដាក់ចេញនូវគោលការណ៍ចំនួន3ដើម្បីធានាឲ្យមានភាពស្មើគ្នាសម្រាប់គណៈបកនយោបាយទាំងអស់នៅក្នុងអំឡុងឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនៅមិនដល់3ខែទៀតខាងមុខនេះសេចក្តីប្រកាសព័ត៌មានរបស់កោជបគោលការណ៍ទាំង3នោះរួមមានគោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយដែលចង់រៀបចំកិច្ចពិភាក្សាពីគោលនយោបាយរបស់គណៈបកនយោបាយគោលការណ៍សម្រាប់វិទ្យុនិងទូរទស្សន៍សម្រាប់ផ្សព្វផ្សាយនិងកម្មវិធីសមត្ថៈសម្រាប់គណៈបកនយោបាយទាំងអស់គោលការណ៍ទាំង3នេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី20ឧសភាដល់ថ្ងៃទី2ខែមិថុនាឆ្នាំ2017
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកសឹកប៊ុនហុកបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថាកម្មវិធីសមត្ថភាពសម្រាប់គណៈបកនយោបាយកោជបនឹងជួបជាមួយតំណាងគណៈបកនយោបាយដើម្បីពិភាក្សាពីគោលការណ៍ដែលនឹងត្រូវទទួលបានម៉ោងផ្សាយបើតាមលោកសឹកប៊ុនហុកគឺអាស្រ័យទៅតាមចំនួនឃុំសង្កាត់ដែលគណៈបកនយោបាយនីមួយៗបានចុះបញ្ជីបេក្ខជនមានន័យថាការទទួលបានម៉ោងផ្សាយគឺមិនស្មើគ្នាទេគណៈបកនយោបាយដែលបានរាយបេក្ខជនគ្រប់ឃុំសង្កាត់បានទទួលម៉ោងផ្សាយច្រើនជាងគណៈបកនយោបាយដែលបានរាយបេក្ខជនមិនគ្រប់ឃុំសង្កាត់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី4ខែមិថុនាឆ្នាំ2017ហើយការឃោសនាបោះឆ្នោតមានរយៈពេល14ថ្ងៃតែក្នុងអំឡុងពេល14ថ្ងៃនេះច្បាប់អនុញ្ញាតឲ្យគ្រប់គណៈបកនយោបាយទាំងអស់ហែក្បួនបានតែ2ថ្ងៃប៉ុណ្ណោះជាការកត់សម្គាល់តាំងពីអាណត្តិមុនមកកោជបមិនដែលហាម5គណៈបកនយោបាយមិនឲ្យជួលម៉ោងផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនទេប៉ុន្តែអ្វីដែលជាបញ្ហាចោទគឺប្រព័ន្ធផ្សព្វផ្សាយឯកជនទាំងនោះវិញទេដែលមិនហ៊ានជួលម៉ោងផ្សាយឲ្យពិសេសគណៈបកនយោបាយដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលនេះសូមងាកមកនិយាយអំពីការលើកឡើងរបស់លោកកៅរេមីបន្តិចសិនគឺប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងពីក្តីបារម្ភចំពោះកិច្ចការងារនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីក្រោយលោកសុកអានដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលមរណភាពនៅក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីការដោះស្រាយនិងអង្កេតស្រាវជ្រាវករណីបណ្ដឹងរំលោភសិទ្ធិមនុស្សនៅថ្ងៃទី20ខែមីនាលោកកៅរេមីបានចាត់ទុកមរណភាពលោកសុកអានថាជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះបានគូបញ្ជាក់ថាលោកប៊ិនឈិនដែលទទួលតួនាទីជំនួសលោកសុកអានជាតំណែងថ្មីទាំងស្រុងដែលធ្វើឲ្យលោកបារម្ភចំពោះកិច្ចការងារមួយចំនួននៅក្នុងស្ថាប័នមួយនេះព្រោះសុទ្ធសឹងតែជាការងារធំនិងមានលក្ខណៈអន្តរជាតិតទៅនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ការឡើងរបស់លោកកៅរេមីដែលរៀបចំសម្លេងដោយអឿនភិរាក្រោយពីសពអាដាមឧបសុកអាននេះទៅអាដាមប៊ិនឈិនចាប់ប្រម៉ែប្រមូលធ្វើការបើមិនចឹងការងារនៅទីស្តីការរវល់ខ្លាំងបាទរវល់ខ្លាំងហើយខ្ញុំក៏ត្រូវយកការរាយការណ៍ជូនគាត់ដែរព្រោះពីប្រហែលថ្ងៃមុននោះ2ថ្ងៃមុននេះជួបជាមួយ EU គេសន្យាថាផ្ដល់លុយឲ្យសាលាក្តីខ្មែរក្រហមយើងបន្តទៅទៀតហើយដល់ចឹងត្រូវរាយការណ៍ជូនគាត់ការងារនេះឧបមិនឈិនថ្មីខ្ញុំព្រួយបារម្ភដែរការងារនៅទីស្តីការធំបាទធំហើយជាលក្ខណៈអន្តរជាតិនិយាយការពិតទៅបាទតាំងពីកន្លងមករឿងព្រះវិហាររឿងសាលាក្តីខ្មែរក្រហមមិនជារឿងធម្មតាយើងបាត់បង់ធនធានមនុស្សផងយើងដ៏មានសារៈសំខាន់ខ្ញុំដូចជាសង្វ័យក្នុងចិត្តហ្មងនិយាយចាប់ទៅអត់ចង់ចូលទីស្តីការសោះហ្មងចូលទៅជានឹកសំណោះភាសាយើងគេថាសុខចិត្តឲ្យបោកកុំឲ្យដកនិយាយការពិតខ្ញុំមនុស្សសេចក្តីចេតនាក្នុងការងារព្រោះគាត់យកថ្ងៃអីទេអីខ្ញុំចាក់តងរឿងការងារសុទ្ធខ្ញុំអត់មានផលប្រយោជន៍អីទេអញ្ចឹងត្រង់ថាសូមអរគុណណាស់បាទជូនដល់បងប្អូនយើងសូមតាមប៉ុណ្្នឹងចុះខ្ញុំសូមបន្តមកជម្រាបជូនពីគណៈកម្មាធិការសិទ្ធិមនុស្សថាការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាគ្មានការប្រកាន់បកពួកប្រទេសកម្ពុជាបានគោរពសិទ្ធិមនុស្សពេញលេញនិងគ្មានការប្រកាន់បកពួកចំពោះការអនុវត្តលើនីតិវិធីនេះឡើយនេះបើតាមការលើកឡើងរបស់លោកកតាអូនដែលជាសមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកអះអាងថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបច្ចុប្បន្នមានភាពប្រសើរឡើងជាលំដាប់បើប្រៀបធៀបជាមួយនឹងប្រទេសដទៃសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ពិស្ដារពីអឿនភិរាជាថ្មីម្ដងទៀតឆ្លើយតបទៅនឹងមតិរិះគន់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិជំវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាសមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកកតាអនលើកឡើងថានៅកម្ពុជាគ្មានករណីរំលោភសិទ្ធិមនុស្សណាមួយកើតឡើងធ្ងន់ធ្ងរឡើយថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការដោះស្រាយនិងអង្កេតស្រាវជ្រាវករណីបណ្ដឹងរំលោភសិទ្ធិមនុស្សនៅព្រឹកថ្ងៃទី20មីនានេះលោកកតាអនបញ្ជាក់ថាបច្ចុប្បន្នពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសុខដុមរមនាក្នុងការចិញ្ចឹមជីវិតហើយទាំងដំណើរការសេដ្ឋកិច្ចនយោបាយនិងការបោះឆ្នោតដែលនេះសបញ្ជាក់ឲ្យឃើញពីទស្សនវិជ្ជាទូទៅនៃស្ថានភាពសិទ្ធិមនុស្សកម្ពុជាដែលចាត់ទុកថាមានភាពប្រសើរឡើងច្រើននិងការអនុវត្តលទ្ធិប្រជាធិបតេយ្យទៅមុខជាលំដាប់បើប្រៀបធៀបជាមួយប្រទេសដទៃទៀតលើសកលលោក
លោកបន្ថែមថារដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សបានលើកកម្ពស់ការអនុវត្តសិទ្ធិមនុស្សពេញលេញនិងគ្មានការប្រកាន់បកពួកឡើយយើងមិនអាចអនុវត្តផ្សេងគ្នាបានទេប្រជាជនអនុវត្តផ្សេងមន្ត្រីគណៈបកផ្សេងមន្ត្រី NGO ផ្សេងអាហ្នឹងជាការមួយដែលរំលោភសិទ្ធិមនុស្សហើយប៉ុន្តែនេះតុលាការតែមួយច្បាប់តែមួយនីតិវិធីតែមួយនេះឯងសមភាពគ្នាចំពោះមុខច្បាប់មន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះក៏បានច្រានចោលចំពោះមតិរិះគន់ថាកម្ពុជាមានបញ្ហារំលោភសិទ្ធិមនុស្សតាមរយៈរូបភាពខុសៗគ្នាដោយលោកអះអាងថាប្រសិនបើភាគីណាដែលចង់លើកឡើងពីការរំលោភសិទ្ធិមនុស្សសូមឲ្យលើកករណីជាក់ស្ដែងមកបង្ហាញដើម្បីងាយស្រួលសហការដោះស្រាយទាំងអស់គ្នាលោកបន្តថារដ្ឋាភិបាលបើកចំហសហការជាមួយអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាកន្លងទៅក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍ប្រចាំឆ្នាំ2016ដោយរកឃើញថាកម្ពុជាកំពុងជួបប្រទះបញ្ហាសិទ្ធិមនុស្សដូចជាតុលាការស្ថិតក្រោមឥទ្ធិពលនយោបាយការរឹតបន្តឹងសេរីភាពបញ្ចេញមតិការប្រមូលផ្ដុំបង្ក្រាបដោយហិង្សានិងការចាប់ដាក់ពន្ធនាគារជាដើមដែលបញ្ហាទាំងនេះនិងការរំលោភបំពានសិទ្ធិមនុស្សតាមរូបភាពដទៃទៀតអន្តរជាតិចាត់ទុកថារដ្ឋាភិបាលមានបំណងបំផិតបំភ័យក្រុមដែលមាននិន្នាការប្រឆាំងខ្លួនទោះជាមានការព្រួយបារម្ភជុំវិញស្ថានភាពសិទ្ធិមនុស្សពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិក៏ដោយប៉ុន្តែសម្រាប់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅតែមានជំហរផ្ទុយពីអ្វីដែលបានលើកឡើងនេះលោកកតាអនសមាជិកនិងជាអ្នកនាំពាក្យដដែលនេះគូបញ្ជាក់ថាការរំលោភសិទ្ធិមនុស្សមាន6ចំណុចហើយកម្ពុជាគ្មានចំណុចណាមួយកើតឡើងនោះទេចំណុចទាំងនោះរួមមានទី1ជាអំពើដែលអនុវត្តមិនត្រឹមត្រូវឬផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិទី2ជាការប្រព្រឹត្តអំពើខុសឆ្គងដោយមន្ត្រីមានសមត្ថកិច្ចលើបុគ្គលឯកជនទី3ជាអំពើអយុត្តិធម៌នៃប្រព័ន្ធតុលាការទី4ជាអំពើកាត់ចេញពីការរំលោភអំណាចរបស់មន្ត្រីមានសមត្ថកិច្ចទី5ការកាត់ឡើងពីបទបញ្ញត្តិច្បាប់និងទី6ទំនាស់រវាងអាជ្ញាធរនិងប្រជាពលរដ្ឋងាកមកស្ដាប់អំពីការឆ្លើយឆ្លងគ្នារវាងលោកកឹមសុខនិងអគ្គនាយកពន្ធនាគារវិញម្ដងបន្ទាប់ពីលោកកឹមសុខបានលើកឡើងពីភាពមិនប្រក្រតីមួយចំនួនដែលបានកើតឡើងចំពោះរូបលោកប្រាប់អ្នកសារព័ត៌មានរួចមកអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានច្រានចោលរាល់ការលើកឡើងរបស់លោកកឹមសុខនិងបានបញ្ជាក់ថាការនិយាយដូចនេះជាការវាយប្រហារប្រមុខរាជរដ្ឋាភិបាលកម្ពុជាដោយគ្មានមូលដ្ឋានទៅវិញថាចន្ទធីរាយការណ៍ព័ត៌មាននេះពិស្ដាលោកកឹមសុខអ្នកខ្លំមើលបញ្ហាសង្គមនិងនយោបាយការពីពេលកន្លងមកធ្លាប់បានលើកឡើងប្រាប់អ្នកសារព័ត៌មានថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគួរបញ្ឈប់បញ្ជូនមនុស្សទៅលួងលោមនិងបញ្ចុះបញ្ចូលឬគំរាមយករូបលោកទៅដាក់គុកងឹតប្រសិនបើលោកមិនព្រមធ្វើលិខិតសុំទោសជាថ្នូរបាននៅក្រៅឃុំស្នើលោកនាយករដ្ឋមន្ត្រីឈប់បញ្ជូនមនុស្សឲ្យទៅបញ្ចុះបញ្ចូលខ្ញុំហើយនឹងគំរាមកំហែងខ្ញុំនៅក្នុងគុកយកខ្ញុំទៅដាក់គុកងឹតទៀតទៅជាថ្នូរនឹងការដោះលែងខ្ញុំមិនធ្វើបែបនេះទេខ្ញុំមិនក្បត់ពលរដ្ឋទេខ្ញុំធ្វើនេះឲ្យលោកមេថាក្លាហានមកតតែមកតបានគ្នាក្នុងតុលាការពាក់ព័ន្ធទៅនឹងការលើកឡើងនេះខាងអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានចេញលិខិតបំភ្លឺជុំវិញការលើកឡើងរបស់លោកកឹមសុខនៅថ្ងៃទី20ខែមីនាឆ្នាំ2017ថាប្រសិនបើក្នុងករណីមានការគំរាមណាមួយពីសំណាក់ជនជាប់ឃុំដូចគ្នាឬជនណាម្នាក់ដែលប្រព្រឹត្តក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់មណ្ឌលអប់រំកែប្រែគួររាយការណ៍ផ្ទាល់ឬតាមរយៈមេធាវីការពារក្តីក្រុមគ្រួសាររបស់ខ្លួនអ្នកគ្រប់គ្រងនិងមន្ត្រីបានដឹងដើម្បីរួមគ្នាដោះស្រាយប៉ុន្តែផ្ទុយទៅវិញឈ្មោះកឹមសុខបែរជាឆ្លៀតបង្កើតជាវេទិកាវាប្រហារប្រមុខរាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋានទៅវិញនៅក្នុងលិខិតក៏បានបន្ថែមទៀតថាកន្លងមកនៃរាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដែលរួមមានលោកស្រី Rona Smith លោកស្រី Flavia Panseri និងអ្នកជំនាញការសិទ្ធិមនុស្សជាច្រើនទៀតសុទ្ធតែបានទៅដល់មណ្ឌលអប់រំកែប្រែទី1ដើម្បីត្រួតពិនិត្យផ្ទាល់និងបំដែលរកឃើញថាមានគុកងឹតនៅទីនោះឡើយសូមបញ្ជាក់ថាលោកកឹមសុខត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រាប់ឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរកាលពីថ្ងៃទី17ខែកុម្ភៈតាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលប្តឹងរូបលោកនិងទារសំណងជំងឺចិត្តជាងកន្លះលានដុល្លារអាមេរិកហើយរូបលោកកំពុងត្រូវបានតុលាការចោទប្រកាន់ពីករណីគឺបទបរិហាកេរនិងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋដែលមានលោកនាយករដ្ឋមន្ត្រីជាដើមបណ្ដឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនពីទឹកដីខេត្តសៀមរាបនៅថ្ងៃទី20ខែមីនាបានស្នើដល់បណ្ដាប្រទេសជាអ្នកមានទាំងអស់ដែលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកដែលហៅកាត់ថា WTO ឲ្យយោគយល់ដល់បណ្ដាប្រទេសអ្នកក្រដែលកំពុងសុំចូលជាសមាជិកនៃ WTO ដើម្បីឲ្យពួកគាត់មានឱកាសផ្សារភ្ជាប់ទៅបណ្ដាប្រទេសក្នុងពិភពលោកនិងមានភាពងាយស្រួលក្នុងការនាំទំនិញចេញទៅកាន់ទីផ្សារនានាក្នុងពិភពលោកផងដែរលោកនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថាប្រទេស
អ្នកមានបានរំលោភវិធានការនៃអង្គការពាណិជ្ជកម្មពិភពលោកហើយថាការរំលោភនេះបានបង្កការលំបាកដល់ប្រទេសអ្នកក្រក្នុងការនាំចូលទៅកាន់ទីផ្សារប្រទេសអ្នកមានតទៅសូមអញ្ជើញស្ដាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលរៀបចំជូនដោយគួនសម្បូរប្រទេសអ្នកមានគឺឧបត្ថម្ភធនសម្បើមណាស់ដែលធ្វើឲ្យប្រទេសអភិវឌ្ឍរបស់យើងពិបាកនាំចូលទៅកាន់ទីផ្សាររបស់ប្រទេសអ្នកមានពួកអ្នកមានវិញទេដែលបំពេញលើវិធានការនៃអង្គការពាណិជ្ជកម្មពិភពលោកសូមអគ្គនាយករងអង្គការពាណិជ្ជកម្មពិភពលោកកុំមើលមកគេថាកុំតិចទៀនដល់អ្នកក្រគួរតិចទៀនអ្នកមានមកនេះរឿងវាពុតវាចឹងគាត់ធ្វើអីគាត់លក់តម្លៃគាត់ប្រាច់មុខគាត់ទៀមទានេះទៀមទានោះគាត់ទៀមទាបានដល់ទៅប្រទេសក្រីក្រគេដាក់តែបំរាមតិចអាការសម្រួលពាណិជ្ជកម្មវាអត់ចំណុះលើប្រទេសតិចអភិវឌ្ឍកំពុងអភិវឌ្ឍទេវាចំណុះលើប្រទេសអ្នកមានខ្ញុំសូមបញ្ជាក់ជូនប្រិយមិត្តស្ដាប់ថាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនយ៉ាងដូចនេះគឺធ្វើឡើងនៅក្នុងកិច្ចប្រជុំតុមូលចិនលើកទី5ស្ដីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅសន្តាគារសុខានាឯខេត្តសៀមរាបនៅថ្ងៃទី20ខែមីនាងាកមកនិយាយអំពីក្រសួងកាងារកម្ពុជាវិញម្ដងមិនមែនជារឿងថ្មីទេដែលក្រសួងកាងារព្រមមានចាត់វិធានការលើមេខ្យល់នាំពលករកម្ពុជាទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃនៅថ្ងៃទី20ខែមីនារដ្ឋមន្ត្រីក្រសួងកាងារបានព្រមមានជាថ្មីថានឹងចាត់វិធានការលើមេខ្យល់ទាំងនោះក៏ប៉ុន្តែសម្រាប់សហជីពយល់ថាការគិតគូរលើបរិយាកាសការងារក្នុងស្រុកការដំឡើងប្រាក់ខែកម្មករនិងការបង្កើនការងារគឺមានប្រសិទ្ធភាពជាជាងមានតែវិធានការលើមេខ្យល់ធុចធារារាយការណ៍បន្ថែមនៅក្នុងជំនួបជាមួយលោកកូជីរ៉ូកាគីឧបការីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនៃក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចររបស់ប្រទេសជប៉ុនលោកអ៊ិតសំហែងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថាកាលពីពេលកន្លងទៅប្រទេសថៃបានប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករខ្មែរនិងពលករប្រទេសដទៃទៀតនៅក្នុងតំបន់ផ្សេងៗគ្នាហេតុដូច្នេះហើយមានការសម្រុកចេញទៅធ្វើការនៅទីនោះក៏មានច្រើនដែរលោកអ៊ិតសំហែងបន្ថែមថារដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការលើពួកមេខ្យល់ដែលធ្វើសកម្មភាពនាំពលករខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ផងដែរសម្រាប់លោកអាតធុនប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានយល់ឃើញថាការដំឡើងប្រាក់ឈ្នួលដល់ពលករបរទេសរបស់ថៃអាចស្រូបកម្លាំងពលករពីកម្ពុជាច្រើនដែលអាចធ្វើឲ្យសេដ្ឋកិច្ចថៃកាន់តែរីកចម្រើនថែមទៀតដោយឡែកចំពោះការព្រមានចាត់វិធានការរបស់ក្រសួងកាងារលើមេខ្យល់នាំពលករទៅធ្វើការនៅប្រទេសថៃខុសច្បាប់វិញនោះលោកថ្លែងថាវិធានការរបស់ក្រសួងគឺមិនមានអ្វីចម្លែកនោះទេក៏ប៉ុន្តែនៅតែមានបញ្ហានេះដដែលលោកបន្ថែមថាចង់ចាប់មេខ្យល់គឺគួរចាប់ក្រុមហ៊ុននាំពលករចេញពីព្រោះពេលខ្លះមេខ្យល់កើតចេញពីក្រុមហ៊ុនទាំងនោះវាជាការទាក់ទាញកម្លាំងពលកម្មពីប្រទេសជិតខាងដូចកម្ពុជាទៅវាក៏ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ថៃកាន់តែខ្លាំងដែរនៅពេលដែលទៅច្រើនរួមកម្លាំងពលកម្មកាន់តែច្រើនមកទៅថៃក៏រីកចម្រើនសេដ្ឋកិច្ចរបស់គេខ្ញុំគិតថាវាក៏នៅជាផ្នែកមួយលើកឡើងព្រោះនិយាយថាចាប់វិធានការហ្នឹងគឺរាប់ឆ្នាំហើយគឺនៅដដែលហើយមេខ្យល់នៅតែធ្វើបានអញ្ចឹងតែខ្ញុំគិតថាការចាប់វិធានការមេខ្យល់ហ្នឹងគឺវាជារឿងមួយល្អហើយចង់ចាប់វិធានការមេខ្យល់គឺចាប់ពួកអាក្រុមហ៊ុនបញ្ជូនពលករទៅនឹងតែម្ដងចាប់វាដាក់គុកមកនិយាយវាខ្លះបោកប្រាស់ចេញពីហ្នឹងឯងចេញពីអាក្រុមហ៊ុនហ្នឹងឯងយ៉ាងណាលោកអាតធុនចង់ឲ្យក្រសួងកិត្តគូពីលទ្ធភាពបង្កើនការងារនៅក្នុងស្រុកឲ្យបានច្រើននិងដំឡើងប្រាក់ឈ្នួលកម្មករឲ្យបានសមរម្យគឺជាវិធានការល្អជាជាងមានតែវិធានការទប់ស្កាត់កុំឲ្យមេខ្យល់នាំពលករចូលទៅធ្វើការខុសច្បាប់នៅប្រទេសថៃបើតាមតួលេខរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈពលករកម្ពុជាដែលចូលទៅធ្វើការនៅទឹកដីថៃសប្តាហ៍ថ្ងៃមានចំនួនប្រមាណជិត20,000នាក់ហើយភាគច្រើនជាពលករខុសច្បាប់ដែលត្រូវបានចាញ់បោកមេខ្យល់សមាជិកសភាអាស៊ានមួយក្រុមដែលធ្វើការដើម្បីសិទ្ធិមនុស្សបានចេញរបាយការណ៍របស់ខ្លួនមួយដោយព្រមានថាប្រព័ន្ធនយោបាយកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃភាពស្របច្បាប់និងគំរាមដល់ភាពអន្តរាយរបស់ប្រទេសដែលលទ្ធិប្រជាធិបតេយ្យកំពុងតែផុយស្រួយ
លោកផៃស៊ីផានដែលជាមន្ត្រីជាន់ខ្ពស់និងជាអ្នកនាំពាក្យរដ្ឋាភិបាលផងបានចាត់ទុកការលើកឡើងក្នុងរបាយការណ៍នេះជាការវាយប្រហារនយោបាយនិងប្រជាធិបតេយ្យកម្ពុជាហើយប្រមាថឧត្តមគតិរបស់សមាជិកប្រទេសអាស៊ានដែលឈរលើការមិនជ្រៀតជ្រែកគ្នាខិតសុធីរាយការណ៍ព័ត៌មាននេះជូនលោកផៃស៊ីផានមន្ត្រីជាន់ខ្ពស់និងជាអ្នកនាំពាក្យរដ្ឋាភិបាលថាក្រុមសមាជិកសភាអាស៊ានមួយក្រុមដែលរួមគ្នាចេញរបាយការណ៍រិះគន់នយោបាយនិងប្រជាធិបតេយ្យនៅកម្ពុជាគឺគ្រាន់តែជាអាយ៉ងរបស់ក្រុមនយោបាយមួយក្រុមដែលកំពុងតែយកពាក្យដែលមិនមានន័យនៅក្នុងច្បាប់កម្ពុជាមកប្រើប្រាស់គ្រាន់តែជាប្រព័ន្ធនៃយុទ្ធនាការឃោសនាប៉ុណ្ណោះលោកផៃស៊ីផានថាការលើកឡើងនេះមិនឆ្លុះបញ្ចាំងពីសភាអាស៊ានទាំងមូលទេអ្នកទាំងនោះក៏គ្មានសិទ្ធិជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែរលោកផៃស៊ីផានបានទាំងចំអកតបវិញថាទោះយ៉ាងណាកម្ពុជាក៏ប្រសើរជាងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានហើយជាពិសេសប្រទេសនៃក្រុមសមាជិកដែលកំពុងតែលើកឡើងនោះឯងការលើកឡើងរបស់សមាជិកអាស៊ានមួយចំនួនមិនមែនដំណើរការរបស់អាស៊ានទេក៏ជាមួយក្រុមទៅហើយក៏តែពន្លឺនៅសម្លេងនៅក្នុងទីតាំងគេយោបាយទៅដំណោះហើយគេទាំងអស់ទីនោះគឺអត់មានសិទ្ធិក្នុងការលុបលាន់របស់បញ្ហាទីក្រុងរបស់កម្ពុជាហើយសម្លេងជនដែលបានលើកឡើងនេះសម្រាប់តែប្រទេសទីអាក្រក់ជាងកម្ពុជានៅក្នុងបញ្ហាចិត្តមនុស្សដូចជាបញ្ហាដែលរបាយការណ៍ដដែលក៏បានផ្ដោតលើវិសោធនកម្មច្បាប់ស្ដីពីគណៈបកនយោបាយដែលជាការផ្ដល់អំណាចដល់ស្ថាប័ននីតិប្រតិបត្តិនិងតុលាការអាចព្យួរឬរំលាយគណៈបកនយោបាយណាមួយបានដោយចាត់ទុកថានេះគឺជាបរិបទបង្ក្រាបថ្មីទៅលើក្រុមអ្នកប្រឆាំងហើយមានគោលដៅស្ទើរគ្រប់ផ្នែកនៃជីវិតពលរដ្ឋស៊ីវិលនៅកម្ពុជាក៏ដូចជាការកើនឡើងការគំរាមកំហែងសមាជិកសភាផ្សេងទៀតនៅទូទាំងអាស៊ីអាគ្នេយ៍ដែររបាយការណ៍បន្តថាសកម្មភាពនេះនាំអន្តរាយដល់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ2017និងឆ្នាំ2018ខាងមុខហើយក៏អាចនាំប្រទេសកម្ពុជាទៅរកប្រទេសឯកបកផងដែរសូមបញ្ជាក់ថារបាយការណ៍របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សដែលចេញនៅថ្ងៃទី20មីនាបានដាក់ចំណងជើងថាការវាយប្រហារសមាជិកសភានិងការគំរាមកំហែងស្ថាប័នកម្ពុជាគឺជាសម្លេងជួងមរណៈសម្រាប់ប្រជាធិបតេយ្យនៅកម្ពុជាដែលរបាយការណ៍នេះចេញបន្ទាប់ពីក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សមួយក្រុមដែលរួមមានសមាជិកសភាមកពីប្រទេសម៉ាឡេស៊ីនិងសមាជិកសភាមកពីប្រទេសហ្វីលីពីនផងបានបញ្ចប់បេសកកម្មស្វែងរកការពិតមួយនៅកម្ពុជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបបានស្នើឲ្យតំណាងមូលនិធិកូហ្វីអាណាន់មកសង្កេតការបោះឆ្នោតនៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី4ខែមិថុនាឆ្នាំ2017នេះការស្នើនេះគឺបានធ្វើឡើងនៅពេលដែលកោជបបានជួបសវនកម្មជាមួយនឹងគណៈប្រតិភូមូលនិធិកូហ្វីអាណាន់កាលពីថ្ងៃទី18ខែមីនាគុណសមររាយការណ៍ព័ត៌មាននេះបន្ថែមលោកសឹកបង្ហុកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់គណៈប្រតិភូកូហ្វីអាណាន់ថាកោជបបច្ចុប្បន្នកំពុងតែមមាញឹកក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី4ខែមិថុនាឆ្នាំ2017ខាងមុខនេះនិងកំពុងតែរៀបចំផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី6ឆ្នាំ2018នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កោជបតាក់ទងទៅនឹងបញ្ហាប្រឈមវិញប្រធានកោជបបានបញ្ជាក់ថាកោជបកំពុងតែជួបប្រទះក្នុងការរៀបចំការបោះឆ្នោតចំនួន5ចំណុចដែលត្រូវការដោះស្រាយជាបន្ទាន់នៅក្នុងនោះទី1ការអប់រំលើកកម្ពស់កម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋទី2បង្កើនសមត្ថភាពមន្ត្រីកោជបទី3បង្កើតសមត្ថភាពអ្នកអង្កេតការណ៍និងតំណាងគណៈបកនយោបាយទី4បង្កើតសមត្ថភាពទទួលខុសត្រូវរបស់គណៈបកនយោបាយទី5ការចូលរួមដោយជំហរអព្យាក្រឹតរបស់ប្រព័ន្ធផ្សព្វផ្សាយនិងអាជ្ញាធរពាក់ព័ន្ធដូច្នេះដើម្បីសុចរិតភាពនៃការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានស្នើសុំដល់តំណាងមូលនិធិកូហ្វីអាណាន់មកអង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខបើតាមកោជបសំណើនេះត្រូវបានគណៈប្រតិភូកូហ្វីអាណាន់បានយល់ព្រមយកទៅពិចារណាហើយសន្យាថានឹងបន្តពិភាក្សាការងារជាមួយនឹងកោជបបន្តទៀតសូមបញ្ជាក់ថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ប្រព្រឹត្តទៅនៅថ្ងៃទី4ខែមិថុនា
ឆ្នាំ2017ដែលមានគណៈបកនយោបាយចំនួន12បានចូលរួមប្រកួតប្រជែងចំណែកការឃោសនាបោះឆ្នោតមានរយៈពេល14ថ្ងៃហើយគ្រប់គណៈបកនយោបាយទាំងអស់ហើយក្បួនបានតែ2ថ្ងៃប៉ុណ្ណោះចំពោះអ្នកអង្កេតការរហូតមកដល់ពេលបច្ចុប្បន្ននេះមានអ្នកអង្កេតការជាតិចំនួនជាង500នាក់បានដាក់ពាក្យចូលរួមអង្កេតការក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2017នេះគោចបនឹងទុករយៈពេល2ខែទៀតសម្រាប់អ្នកអង្កេតការជាតិនិងអន្តរជាតិដែលដាក់ធ្វើជាអ្នកអង្កេតការបោះឆ្នោតខាងមុខនេះលោកអ្នកស្ដាប់វិទ្យុ FM ជាទីគោរពក្រសួងប្រៃសណីនិងទូរគមនាគមន៍បានបញ្ជាក់ជាថ្មីថាក្រសួងប្រៃសណីពុំបានបញ្ជាឲ្យក្រុមហ៊ុនទូរស័ព្ទបញ្ឈប់គម្រោងផ្ដួលលុយរបស់ខ្លួនត្រឹមខែមីនានេះទេនេះបើតាមលោកអឹមវុធាដែលជាអ្នកនាំពាក្យនាយកទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃសណីដែលបានប្រាប់វិទ្យុ VO លោកអឹមវុធាបានបញ្ជាក់ថាក្រសួងប្រៃសណីគ្រាន់តែជាអ្នកសម្របសម្រួលឲ្យក្រុមហ៊ុនទូរស័ព្ទប៉ុណ្ណោះព្រោះក្រុមហ៊ុនទូរស័ព្ទចំនួន2បានប្តឹងមកក្រសួងដើម្បីសម្រួលការប្រកួតប្រជែងផ្ដួលលុយនេះហើយជំវិញព័ត៌មាននេះនឹងមានលម្អិតបន្ថែមនៅក្នុងកិច្ចសម្ភាសន៍រវាងគុណសម្បូរនិងលោកអឹមវុធាដែលជាអ្នកនាំពាក្យនាយកទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃសណីនាពេលបន្តិចទៀតចង់ដឹងពីព្រឹត្តិការណ៍ពិតនិងលម្អិតគ្រប់រឿងរ៉ាវស្ដាប់វិទ្យុ VO FM តុលាការកំពូលនឹងបើកសវនកម្មរឿងក្តីលោកនីចរិយាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី24ខែមីនានេះបាត់យោងតាមលិខិតរបស់មហាអัยការអមតុលាការកំពូលហើយនៅក្នុងលិខិតក៏បានអញ្ជើញលោកសំសុគង្គដែលជាមេធាវីការពារក្តីឲ្យលោកនីចរិយាចូលមកតុលាការកំពូលនៅព្រឹកថ្ងៃទី24ខែមីនាដែរដើម្បីចូលរួមសវនកម្មសូមបញ្ជាក់ផងដែរថាលោកនីចរិយាត្រូវបានតុលាការរាជធានីភ្នំពេញចាត់ប្រកាន់ពីបទសំគំនិតក្នុងអំពើសូប៉ាន់ស្រីដែលបានប្រព្រឹត្តកាលពីអំឡុងខែមីនានិងខែមេសាឆ្នាំ2016កន្លងទៅអង្គភាពគាំពៀជនរងគ្រោះបានបញ្ជាក់ថាមានការគាំទ្រយ៉ាងច្រើនចំពោះសំណងដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហមអង្គភាពគាំពៀជនរងគ្រោះបានបង្ហាញលទ្ធផលថាបច្ចុប្បន្នគឺមានគម្រោងចំនួន23ត្រូវបានបង្កើតឡើងហើយបាននឹងកំពុងតែស្វែងរកការឧបត្ថម្ភថវិកាតាមរយៈប្រភពស្ថាប័នខាងក្រៅព័ត៌មាននេះរាយការណ៍ជូនពិស្ដាដោយជេនសុជីតាអង្គភាពគាំពៀជនរងគ្រោះសហមេធាវីនាំមុខតំណាងដើមបណ្ដឹងរដ្ឋបវេនីនិងមេធាវីតំណាងដើមបណ្ដឹងរដ្ឋបវេនីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលហៅកាត់ថាអវតកបានពិគ្រោះយោបល់ជាមួយដើមបណ្ដឹងរដ្ឋបវេនីសមាគមជនរងគ្រោះដៃគូអនុវត្តគម្រោងម្ចាស់ជំនួយស្ថាប័នរដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធផ្សេងទៀតដើម្បីកំណត់និងបង្កើតគម្រោងផ្ដាល់សំណងដែលនឹងត្រូវដាក់ស្នើឡើងសម្រាប់សំណុំរឿង002/2ជាលទ្ធផលគម្រោងចំនួន23ត្រូវបានបង្កើតឡើងហើយក្នុងគម្រោងចំនួន5ត្រូវបានដាក់ស្នើសុំការគាំទ្រពីរដ្ឋាភិបាលកម្ពុជាចំណែកឯគម្រោងចំនួន18ផ្សេងទៀតបាននឹងកំពុងតែស្វែងរកការឧបត្ថម្ភថវិកាតាមរយៈប្រភពស្ថាប័នខាងក្រៅនៅក្នុងករណីដែលជនជាប់ចោទត្រូវផ្តន្ទាទោសអង្គជំនុំជម្រះសាលាដំបងអាចសម្រេចឲ្យមានសំណងផ្លូវចិត្តនិងសមូហភាពដល់ដើមបណ្ដឹងរដ្ឋបវេនីក្នុងសាលក្រមប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញក្នុងចំណោមលក្ខខណ្ឌទាំងនោះលក្ខខណ្ឌមួយគឺការផ្ដល់ថវិកាគ្រប់គ្រាន់ពីប្រភពខាងក្រៅដល់គម្រោងសំណងនីមួយៗដែលបានស្នើសុំមានគម្រោងសំណងចំនួន12ក្នុងចំណោមគម្រោងទាំង18ដែលនឹងដាក់ស្នើសុំនៅក្នុងសំណុំ002/2បានទទួលការឧបត្ថម្ភថវិកាមួយផ្នែកឬក៏ពេញលេញពីម្ចាស់ជំនួយមួយចំនួនរួមមានសហភាពអឺរ៉ុបក្រសួងសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍនៃសហព័ន្ធអាល្លឺម៉ង់វិទ្យាស្ថានអាល្លឺម៉ង់សម្រាប់ទំនាក់ទំនងបរទេសទីភ្នាក់ងារអភិវឌ្ឍនិងសហប្រតិបត្តិការរបស់ប្រទេសស្វីសស្ថានទូតប្រទេសស្វីសប្រចាំទីក្រុងបាងកកមូលនិធិ REI មូលនិធិ Richbald ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិនិង International Coalition of Science of Conscience ដើម្បីធានាថាដើមបណ្ដឹងរដ្ឋបវេនីនិងជនរងគ្រោះក្នុងរបបខ្មែរក្រហមបានទទួលសំណងដ៏មានអត្ថន័យពាក់ព័ន្ធនឹងចលនកម្មដែលពួកគេបានទទួលរងចាំបាច់ត្រូវមានជំនួយថវិកាបន្ថែមទៀត
អង្គភាពគាំពៀជនរងគ្រោះក៏បានលើកទឹកចិត្តដល់ម្ចាស់ជំនួយទាំងអស់ចូលរួមបំពេញការខ្វះខាតថវិកានេះដើម្បីផ្ដល់សំណងដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហមអង្គភាពគាំពៀជនរងគ្រោះគឺជាអង្គភាពផ្លូវការនៃអវតកនិងមានអាណត្តិការងារក្នុងការជួយគាំទ្រការចូលរួមរបស់ដើមបណ្ដឹងរដ្ឋបវេនីនិងអ្នកដាក់ពាក្យប្តឹងផ្សេងទៀតនៅក្នុងកិច្ចដំណើរការនីតិវិធីតុលាការអង្គភាពគាំពៀជនរងគ្រោះដោយសហការជាមួយសហមេធាវីនាំមុខតំណាងដើមបណ្ដឹងរដ្ឋបវេនីហើយក្នុងករណីចាំបាច់ធ្វើការទំនាក់ទំនងជាមួយស្ថាប័នរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលនានាប្រឹងប្រែងកំណត់រៀបចំនិងអនុវត្តគម្រោងសំណងលើសពីនេះទៅទៀតអង្គភាពនេះក៏មានអាណត្តិការងារក្នុងការស្វែងរកជំនួយថវិកានិងការជួយជ្រោមជ្រែងពីស្ថាប័នខាងក្រៅដើម្បីអនុវត្តគម្រោងសំណងទាំងនេះនិយាយអំពីគណៈបកដែលមានសិទ្ធិទិញម៉ោងផ្សាយតាមវិទ្យុនិងទូរទស្សន៍វិញម្ដងជាការលើកឡើងរបស់ខាងកោជបក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី4ខែមិថុនាខាងមុខនេះកោជបបានអនុញ្ញាតឲ្យគណៈបកណាដែលមានលុយអាចទិញម៉ោងផ្សាយនៅតាមវិទ្យុនិងទូរទស្សន៍ឯកជនតែបើស្ថានីយ៍ផ្សាយរបស់ឯកជននោះជួលឬមិនជួលឲ្យជារឿងរបស់គេហើយកោជបមិនលូកដៃនោះទេព័ត៌មាននេះមានសេចក្តីរាយការណ៍ជូនបន្ថែមពីខាត់សុធីបើតាមលោកហងពុធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ប្រាប់កាសែតភ្នំពេញវិញប៉ុស្តិ៍ថាខាងកោជបនឹងរៀបចំនៅកម្មវិធីដំឡាភិបអញ្ជើញគណៈបកនយោបាយចូលរួមផ្ទាល់អត្ថាធិប្បាយពីគោលនយោបាយរបស់ខ្លួននៅពេលជាប់ឆ្នោតថាតើមានគោលការណ៍យ៉ាងណាហើយកោជបផ្ដល់ឲ្យគាត់15នាទីសម្រាប់ផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនប៉ុន្តែលោកថាបើគណៈបកណាមានលុយអាចជួលម៉ោងផ្សាយនៅតាមវិទ្យុឬទូរទស្សន៍ឲ្យផ្សាយពីគោលនយោបាយរបស់ខ្លួនដោយផ្អែកលើលក្ខខណ្ឌផ្ទាល់ជាមួយវិទ្យុនិងទូរទស្សន៍នោះតែបើស្ថាប័នផ្សព្វផ្សាយរបស់ឯកជននោះជួលឬមិនជួលឲ្យជារឿងរបស់គេដែលកោជបមិនលូកដៃទេកាលពីថ្ងៃទី18មីនាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដាក់ចេញនូវគោលការណ៍ចំនួន3ដើម្បីធានាឲ្យមានភាពស្មើគ្នាសម្រាប់គណៈបកនយោបាយទាំងអស់នៅក្នុងអំឡុងឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនៅមិនដល់3ខែទៀតខាងមុខនេះសេចក្តីប្រកាសព័ត៌មានរបស់កោជបគោលការណ៍ទាំង3នោះរួមមានគោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយដែលចង់រៀបចំកិច្ចពិភាក្សាពីគោលនយោបាយរបស់គណៈបកនយោបាយគោលការណ៍សម្រាប់វិទ្យុនិងទូរទស្សន៍សម្រាប់ផ្សព្វផ្សាយនិងកម្មវិធីសមត្ថភាពសម្រាប់គណៈបកនយោបាយទាំងអស់គោលការណ៍ទាំង3នេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី20ឧសភាដល់ថ្ងៃទី2ខែមិថុនាឆ្នាំ2017ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកសឹកប៊ុនហុកបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថាវិធីសមត្ថភាពសម្រាប់គណៈបកនយោបាយកោជបនឹងជួបជាមួយតំណាងគណៈបកនយោបាយដើម្បីពិភាក្សាពីគោលការណ៍ដែលនឹងត្រូវទទួលបានម៉ោងផ្សាយបើតាមលោកសឹកប៊ុនហុកគឺអាស្រ័យទៅតាមចំនួនឃុំសង្កាត់ដែលគណៈបកនយោបាយនីមួយៗបានចុះបញ្ជីបេក្ខជនមានន័យថាការទទួលបានម៉ោងផ្សាយគឺមិនស្មើគ្នាទេគណៈបកនយោបាយដែលបានរាយបេក្ខជនគ្រប់ឃុំសង្កាត់បានទទួលម៉ោងផ្សាយច្រើនជាងគណៈបកនយោបាយដែលបានរាយបេក្ខជនមិនគ្រប់ឃុំសង្កាត់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី4ខែមិថុនាឆ្នាំ2017ហើយការឃោសនាបោះឆ្នោតមានរយៈពេល14ថ្ងៃតែក្នុងអំឡុងពេល14ថ្ងៃនេះច្បាប់អនុញ្ញាតឲ្យគ្រប់គណៈបកនយោបាយទាំងអស់ហែក្បួនបានតែ2ថ្ងៃប៉ុណ្ណោះជាការកត់សម្គាល់តាំងពីអាណត្តិមុនមកកោជបមិនដែលហាម5គណៈបកនយោបាយមិនឲ្យជួលម៉ោងផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនទេប៉ុន្តែអ្វីដែលជាបញ្ហាចោទគឺប្រព័ន្ធផ្សព្វផ្សាយឯកជនទាំងនោះវិញទេដែលមិនហ៊ានជួលម៉ោងផ្សាយឲ្យពិសេសគណៈបកនយោបាយដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលឲ្យឡែកលោកប៉ាសជាតិជាវងអភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី20ខែមីនាម្សិលមិញបានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីដើម្បីពិភាក្សាស្ដីពីវិធានការបង្ការទប់ស្កាត់សកម្មភាពភេរវកម្មនិងពិនិត្យលើការងារអនុវត្តភូមិសង្កាត់មានសុវត្ថិភាពបើតាមទំព័រ Facebook សាលារាជធានីភ្នំពេញឲ្យដឹងថាភូមិសង្កាត់មានសុវត្ថិភាពជាគោលនយោបាយសំខាន់ក្នុងការការពារសុខដុមរមនាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលគោលនយោបាយនេះបានជំរុញនិងកំពុងបន្តពង្រឹងការអនុវត្តជាប្រចាំដើម្បីទប់ស្កាត់សកម្មភាពអសកម្មនានា
ចំណែកឯការបង្ការទប់ស្កាត់សកម្មភាពភេរវកម្មក៏ជាវិធានការដែលត្រូវឲ្យរដ្ឋបាលសង្កាត់ខណ្ឌរាជធានីនិងស្ថាប័នអង្គភាពពាក់ព័ន្ធត្រូវរួមសហការគ្នាដើម្បីកំណត់នៅមុខសញ្ញាក្តាប់ឲ្យបាននៅស្ថិតិបច្ចុប្បន្នភាពសកម្មភាពអសន្តិសុខសមាជិកភាពបណ្ដាញមុខសញ្ញាដែលមានការពាក់ព័ន្ធទៅនឹងភេរវកម្មការតាមដានត្រួតពិនិត្យវិតម្លៃសភាពការនិងការងារមួយចំនួនទៀតដើម្បីពង្រឹងវិធានការការពារសន្តិភាពសណ្ដាប់ធ្នាប់របៀបរៀបរយនិងសុវត្ថិភាពជូនប្រជាពលរដ្ឋជនបរទេសព្រមទាំងទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញលោកមេតមីភក្តីដែលជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់វិទ្យុវិទ្យុនៅព្រឹកនេះថាក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះសាលាក្រុងកំពុងតែពិចារណាថាតើគួរផ្អាកការសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយមួយរយៈពេលខ្លីឬក៏យ៉ាងណាដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅពេលដែលប្រជាពលរដ្ឋដំណើរពីរាជធានីភ្នំពេញទៅលេងនៅឯស្រុកកំណើតសូមអញ្ជើញស្ដាប់ប្រសាសន៍របស់សូមអញ្ជើញស្ដាប់ការលើកឡើងរបស់លោកមេតមីភក្តីដែលរៀបចំសម្លេងដោយសេងបារាំងលោកជំរាបសួរលោកមេតមីភក្តីបាទខ្ញុំសូមអញ្ជើញលោកមេតមីភក្តីតើស្ពានអាកាសស្តុបផ្សារដែលហើយរហូតមកដល់ពេលនេះដំណើរការបានប្រមាណភាគរយហើយលោកបាទស្ពានអាកាសនេះបើជាគម្រោងយើងនឹងអាចចប់នៅក្នុងឆ្នាំ2017នេះនៅចុងឆ្នាំអញ្ចឹងមកដល់ឥឡូវនេះខែ3អញ្ចឹងវាហើយជាបានខ្ទង់ជា50%បាទនៅរដូវចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះតើសាលាក្រុងនឹងផ្អាកដំណើរការសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយនេះដែរទេដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅពេលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញទៅស្រុកកំណើតរបស់ពួកគាត់បាទចំណុចនេះយើងនៅកំពុងតែសិក្សានៅឡើយដើម្បីឲ្យខាងជំនាញវិទ្យាគិតគូរមើលថាតើការដ្ឋានគេហៅថាដែលកំពុងតែធ្វើនេះបើសិនជានៅក្នុងឱកាសដែលមានបរិយាកាសជាច្រើនព្រោះដល់ថ្ងៃនេះយើងដឹងហើយថាបងប្អូនយើងនឹងសម្រុកនឹងគំហុកនៃការធ្វើចរាចរណ៍ចេញពីរាជធានីភ្នំពេញទៅស្រុកកំណើតធ្វើទៅតាមទីរួមខេត្តណាអញ្ចឹងបើសិនជាជំនាញវិទ្យានឹងសិក្សាមកទៅអាចនឹងមានការកកស្ទះផលប៉ះពាល់ធ្វើឲ្យមានការកកស្ទះចរាចរណ៍ច្រើនពេកយើងអាចនឹងពិចារណាក្នុងការផ្អាកដំណើរការមួយរយៈពេលខ្លីនៅក្នុងកំឡុងពេលបំជិលឆ្នាំនេះជំនាញជាគាត់ជាអ្នកគិតទៅលើការងារហ្នឹងដោយសារតែវិទ្យាព័ន្ធជំនាញការការដ្ឋានដែលយើងគិតថាវាមានកម្រិតប៉ះពាល់កម្រិតណាបើសិនជាចរាចរណ៍ច្រើនណាអញ្ចឹងយើងទុកឲ្យខាងជំនាញគាត់ឆ្លើយបន្តិចយើងអាចដឹងថាយើងនឹងផ្អាកកម្មវិធីការដ្ឋានជាពីដល់តាមឬក៏យ៉ាងម៉េចក្រៅពីការពិចារណាផ្អាកសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយហ្នឹងតើសាក្រុងនឹងមានការបញ្ជៀសការកកស្ទះចរាចរណ៍ផ្លូវផ្សេងឬក៏យ៉ាងណាដែរបាទបើសិនជាយើងជំនាញពីដើមចឹងបើសិនជាយើងគឺមិនរួចទៅត្រូវអាកម្មវិធីការដ្ឋាននេះគឺយើងនឹងផ្អាកដើម្បីសម្រួលចរាចរណ៍នៅលើផ្លូវហ្នឹងឲ្យមានលក្ខណៈពិសេសឡើងក្នុងពេលចូលឆ្នាំហ្នឹងណាហើយការងារផ្សេងៗទៀតគឺការដែលកងកម្លាំងនគរបាលចរាចរណ៍របស់យើងក៏ព្យាយាមបន្ថែមទៀតក្នុងការដាក់កម្លាំងជំរួសជាក់ស្ដែងនៅរាល់តែពេលដែលមានសកម្មភាពចរាចរណ៍ច្រើនហ្នឹងហើយជាពិសេសនៅក្នុងកំឡុងពេលចូលឆ្នាំដែលជាជីវៈយើងចេញហ្នឹងគឺនឹងមានកម្លាំងយើងនឹងសម្រាប់សម្រួលការចរខែតែដែរបាទអរគុណច្រើនលោកមេតមីភក្តីដែលបានផ្ដល់បទសម្ភាសន៍ជូនវិទ្យុវីយ៉ូសូមជម្រាបជូនអស់លោកអ្នកស្ដាប់ថាលោកមេតមីភក្តីគឺជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបាទអរគុណច្រើនសូមជម្រាបលាលោកបាទ